vậy tư á học về năng mi hiểm phầy đài lần phây rằng là tha chỉ núi yêu biết á phây lần rồi chùm lại mạ ta đừng mày tê hay mưa tận một quạt đóคืออัดได้มีอารมณ์ថាខ្មាស់គេទេគាត់ជាបងស្រីរបស់ខ្ញុំបើសិនជាខ្ញុំខ្មាស់គេខ្ញុំយកចិត្តបងខ្ញុំមកដាក់ខ្ញុំវិញខ្លួនឯងវិញអញ្ចឹងណាបើសិនជាបងស្រីខ្ញុំខ្មាស់គេខ្ញុំមានអារម្មណ៍មិនអាចធ្វើអីបានជោគជ័យក៏ដោយសារតែយើងមានអ្នក support អ្នកគ្រប់គ្រងនៅពីក្រោយយើងដូចគ្នាដែរជំរាបសួរសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់ podcast ពិសេសពីក្រុមក្តីស្រឡាញ់គឺចម្រោះហើយនៅថ្ងៃហ្នឹងដែរគឺយើងជា episode ទី6ពី episode មុនក៏យើងបានជួបបងធីតាបងហេងសុជាតិហើយជាមួយនឹងថេងដូចគ្នាប៉ុន្តែនៅក្នុង episode នេះមានខ្ញុំជាតាដែលជាសមាជិកស្នូលម្នាក់នៅក្នុងក្រុមក្តីស្រឡាញ់គឺចម្រោះហើយនឹងយើងមាន special guest ដែលជាភ្ញៀវពិសេសប្អូនរបស់ខ្ញុំបង្កើតដែរសាអាចណែនាំខ្លួនបានសួស្តីខ្ញុំឈ្មោះលីសាជាប្អូនបង្កើតរបស់ជាតាអូខេអញ្ចឹងប្រធានបទថ្ងៃហ្នឹងដែរគឺយើងនិយាយអំពីការគ្រប់គ្រងនិងទទួលយកពីក្រុមគ្រួសារនិងបងប្អូនក្នុងដំណើរការស្វែងរកខ្លួនឯងហើយបើនិយាយទៅនៅថ្ងៃហ្នឹងដែរយើងនឹងនិយាយគ្នាសំណេះសំណាលសួរគ្នាទៅមកដោយសារតែបើនិយាយតាមត្រង់ទៅវាក៏ជាលើកទី1របស់ខ្ញុំដែរសួរប្អូនព្រោះយើងអត់ដែរបានមានពេលមកអង្គុយនិយាយជាមួយគ្នា deep talk ឬក៏សួរគ្នាថងសំណួរចម្លើយអីបែបហ្នឹងដែរហើយក៏មានអារម្មណ៍ថាវាជា special day វាជាថ្ងៃដ៏ពិសេសមួយដែរដែលអាចឮពីប្អូនខ្លួនឯងចម្លើយដែលគាត់នឹងឆ្លើយព្រោះអត់ដែរបានសួរទេហ្នឹងហើយយ៉ាចឹងមុននឹងចូលទៅដល់ស៊ីជម្រៅចង់ដឹងពីសារថាសារមានអារម្មណ៍មិនដែរដែលចូលមក podcast ថ្ងៃហ្នឹងណាមានអារម្មណ៍ថាសប្បាយចិត្តរីករាយដែលជាភ្ញៀវពិសេសថ្ងៃហ្នឹងប៉ុន្តែក៏ភ័យដោយសារតែជា podcast លើកទី1លើកដំបូងរបស់ខ្ញុំចាហើយបើសម្រាប់ខ្ញុំមានអារម្មណ៍ថាបន្តិចក៏ភ័យដូចគ្នាដែរភ័យហ្នឹងដោយសារតែអាចនឹងថា podcast ទី1ដែលយើងនិយាយជាបងប្អូនណាហើយតែ public អីចឹងpublic អីចឹងវាថាវាថា official ឬក៏ផុសជា public ពួកភាគច្រើនគឺយើងអង្គុយនិយាយគ្នាធម្មតាពេលខ្លះអត់ទាំងមានអារម្មណ៍ថានឹងមកអង្គុយនិយាយគ្នាទៀតប៉ុន្តែយើងនិយាយប្រធានបទស្តៀងហ្នឹងគាត់ថាវាមិនស៊ីជម្រៅអញ្ចឹងឥឡូវនិយាយពីតំណែងពួកយើងជាបងប្អូនណាតាំងពីតូចមកយើងមានតំណែងថែបបែបណារបៀបតំណែងបងប្អូនបែបត្រូវគ្នាស្ជិតស្និទ្ធឬក៏ជាងឆ្លោះគ្នាច្រើនឬក៏មិនដែរបើតំណែងបងប្អូនរវាងខ្ញុំហើយបងខ្ញុំតាំងពីទូចមកអាចថាពីទូចរៀងឆ្នះដាក់គ្នាអីតិចតួចអីចឹងទៅតែតាំងពីដឹងក្តីមកគឺមានតែភាពស្និទ្ធស្នាលចិត្តស្និទ្ធទេមានរឿងអីត្រូវនិយាយមួយគ្នាពិភាក្សាគ្នាហើយពិគ្រោះគ្នាមិនថារឿងស្នេហាការងារឬក៏អីទេហើយអត់ដឹងថាយូរនេះអត់ចាំអត់ទេពេលនៅពីទូចអីមិនថាពីទូទេសំបីតើឥឡូវហ្នឹងពេលមានពិបាកចិត្តឬក៏អីចឹងមីដឹងតែហត់ទៅហើយយូរអីបើនិយាយពីតំណែងបងប្អូនពីខ្ញុំទៅដែលជាបងណាប៉ុន្តែតាមពិតទៅបងតែឈ្មោះទេបងតែកើតថាបងទេប៉ុន្តែបើនិយាយពីអត្តចរិតសាចាស់ទុំជាងហើយមកប៉ុន្តែតាពីកាពីតូចគាត់រៀងកាចឆ្នះប៉ុន្តែដល់ពេលធំទៅរៀងដឹងក្តីទៅគាត់វាថាមិនសូវជាកាចដូចកាលមុននេះកាលពីតូចរបៀបតូចហ្នឹងរបៀប8 9ឆ្នាំអីចឹងអ្វីដែលយើងនៅចាំកាលពីថាមិនពេលដឹងក្តីហ្មងណា
ប៉ុន្តែដឹងថាគាត់ចាស់ទុំជាងខ្ញុំព្រោះខ្ញុំអ្នកពេលខ្លះហ្នឹងគេថាអាសាបងខ្ញុំទៀតដោយសារតែគាត់រៀងសកុតសគុំជាងអត់សូវមាត់កតែខ្ញុំលែកឡក់ហ្មងហើយនិយាយច្រើនអីចឹងទៅប៉ុន្តែយ៉ាអញ្ចឹងបងប្អូនពីរនាក់យើងចិត្តស្និទ្ធបើនិយាយពីតំណែងគឺយើងចិត្តស្និទ្ធហើយយើងមានអីយើងនិយាយមួយគ្នាអត់ប្រកាន់មានរឿងអីអញ្ចឹងក៏យើងនិយាយជាមួយគ្នាដែរហើយគាត់ថាបើពីរនាក់យើងមួយឆ្នះមួយយ៉ាងកាចឆ្នះប៉ុន្តែមួយទៀតកាងប៉ុន្តែលែកឡក់បែបហ្នឹងហើយប៉ុន្តែអ្វីដែលអត់ផ្លាស់ប្ដូរអ្វីដែលអត់ផ្លាស់ប្ដូរហ្នឹងគឺយើងស្និទ្ធជាមួយគ្នាហ្មងតាំងពីតូចមកហើយប៉ុន្តែយូនៅចាំអត់មីធ្លាប់ដែល come out ទៅយូឬក៏ប្រាប់យូថាមីស្រឡាញ់បែបម៉េចឬក៏ជាអ្នកស្រឡាញ់ភេទដូចគ្នាឬក៏អីមិនអត់បើនិយាយពីថា moment ដែលយូ come out មកមីហ្មងណារៀងលឹកថាជា moment ធំដូចពេលយូ come out ទៅម៉ាក់ប៉ាហ្មងគឺអត់មានទេវាមិនមែនជាបែបថាអូអីចឹងគឺ moment ធំហ្នឹងគឺអត់មានទេសម្រាប់មីដោយសារតាំងពីទូចមកយើង grow up មកមួយគ្នាអត់ដែលមានអីលាក់បាំងនៅគ្នាទេនិយាយគ្នាមករហូតភាសាគ្នាមករហូតអញ្ចឹងអាចថាយូប្រហើបមកតិចម្ដងតិចឲ្យមីដឹងអញ្ចឹងណានិយាយរឿងក្រាស់អីរឿងក្រាស់រឿងអីហ្នឹងអញ្ចឹងទៅឲ្យមីដឹងតែបើថាយូ came out មកឲ្យផាំងហ្មងថាយូស្រឡាញ់ភេទដូចគ្នាឬក៏អីចឹងគឺអត់មានជា moment ហ្នឹងទេហើយមីក៏ដឹងមករហូតដែរអញ្ចឹងបានន័យថាដឹងដែរដោយសារតែចង់សួរទៅវិញតែថាដែលដឹងអត់វាថាមិនមានអារម្មណ៍ឬក៏ដឹងអត់ថាបងអញអ្នកស្រឡាញ់ភេទដូចគ្នាឬក៏អីចឹងណាអញ្ចឹងអាចប្រាប់ពីអារម្មណ៍ពេលហ្នឹងមើលមិនពេលណាដែលយូគិតថាបងរបស់ខ្ញុំអ្នកស្រឡាញ់ភេទដូចគ្នាឬក៏មិនអញ្ចឹងនៅពេលហ្នឹងអារម្មណ៍មីហ្មងគឺមីគិតថាវាជារឿងធម្មតាវាអត់មានអីខុសទេក្នុងការដែលយូជាមនុស្សដែលស្រឡាញ់ភេទដូចគ្នាហើយអាចថាមកពីភាពស្និទ្ធស្នាលរបស់មីរវាងយូផងមីមានអារម្មណ៍ថាណាមួយទៀតក៏មានអារម្មណ៍ថាសប្បាយចិត្តដែរដែលយូរកឃើញខ្លួនឯងហើយហ៊ានទទួលស្គាល់ទទួលយកខ្លួនឯងបានហើយក៏សប្បាយចិត្តដែលយូហ៊ានប្រាប់មីហើយមីក៏អាចទទួលយកយូបានដូចគ្នាដែរប៉ុន្តែអញ្ចឹងបានន័យថាយូដឹងខ្លួនឯងហ្មងថាមីជាអ្នកស្រឡាញ់ភេទដូចគ្នាប៉ុន្តែដែលមិត្តភ័ក្ដិមីអីឬក៏អ្នកណានិយាយតាក់ទងជាមួយនឹងរឿងហ្នឹងអត់ទេមិត្តភ័ក្ដិយូហ្មងដូចជាអត់មានទេមីដឹងមានតម្រុយមកខ្លួនឯងខ្លះដែរអញ្ចឹងដែរអញ្ចឹងទៅសារដឹងស្រាប់ហើយយើងបងប្អូនគ្នាយើងនៅក្រុមប្រទេសតែមួយទេអញ្ចឹងអាកប្បកិរិយាអីយូការនិយាយស្ដីការស្លៀកពាក់ឬក៏អីហ្នឹងអាហ្នឹងគឺចេញមកគឺយើងដឹងហ្មងអូខេអញ្ចឹងអាហ្នឹងគឺយើងពីក្មេងមកម្ដងណាមួយដោយសារតែខ្ញុំតាមពិតទៅកាលពីមុនណាមីគិតថាខ្លួនក្នុងដំណើរការស្វែងយល់ពីខ្លួនឯងហ្នឹងគឺវាមានតាមតនកាលពីដំបូងមីធ្លាប់គិតថាប្រហែលខ្លួនឯងជាអ្នកដូរ gender ដឹងព្រោះយើងអាចនឹងអត់វាថាមិនអត់ចូលចិត្តស្លៀកសពតអត់ចូលចិត្តពាក់គ្រឿងអីស្អីឯងភាគច្រើនដូចខ្សែកខ្សែអីមកធ្វើឲ្យអីចឹងដឹងទៅយូរអីដូចកវល់អីចឹងព្រោះមីអត់ចូលចិត្តពាក់ទេអញ្ចឹងវាអាចនឹងមិនថាមិនវាអាចនឹងឲ្យយូដឹងដែរថាអូខេប្អូនបងខ្លួនឯងអាចនឹងមិនដូចជាក្មេងស្រីដតីប៉ុន្តែបន្ទាប់មកក៏ដឹងខ្លួនឯងថាអូខេខ្ញុំជាអ្នកស្រឡាញ់ភេទដូចគ្នាប៉ុន្តែខ្ញុំក៏ជាអ្នកដែលស្រឡាញ់ទាំងពីរភេទដែរប៉ុន្តែនៅពេលដែលមីដឹងហ្នឹងថ្មីនេះដែរដែលយើងដឹងថាអូខេយើងមិនមែន 100% ដែលស្រឡាញ់មនុស្សស្រីទេយើងអាចនឹង 98% 99% ដែលយើងស្រឡាញ់មនុស្សស្រីគាត់ថាយើងនៅ attracted ឬក៏យើងនៅអាចមានចាប់អារម្មណ៍ទៅមនុស្សប្រុសដែរអីចឹងណាanyways តាក់ទងជាមួយនឹងរឿងហ្នឹងដែរយូដែលគិតថាអត់ទេតែដែលខ្មាស់គេអត់ថាមានបងខ្លួនឯងជាអ្នកស្រឡាញ់ភេទដូចគ្នាចម្លើយតាមត្រង់ហ្មង
គឺអត់ដែលមានអារម្មណ៍ថាខ្មាស់គេទេអត់សោះមក មកចឹង ដោយសារតែខ្ញុំគិតថាស្នេហាគឺអត់កំណត់ទៅលើភេទទេអត់មានកំណត់ទៅលើភេទទេហើយមួយទៀតគាត់ជាបងស្រីរបស់ខ្ញុំហើយខ្ញុំមានអារម្មណ៍ថាបើសិនជាខ្ញុំខ្មាស់គេដែលមានគាត់ជាបងស្រីលឺថាបើសិនជាខ្ញុំយកចិត្តបងខ្ញុំមកដាក់ខ្ញុំវិញខ្លួនឯងវិញអញ្ចឹងណាបើសិនជាបងស្រីខ្ញុំខ្មាស់គេខ្ញុំមានអារម្មណ៍មិនលឺអញ្ចឹងហើយណាមួយរឿងហ្នឹងក៏អត់មានជារឿងអីដែលត្រូវឲ្យខ្មាស់គេដែរដោយសារតែមានតែត្រូវឲ្យសុបាយចិត្តវិញដែលបងគាត់ហ៊ានបញ្ចេញនៅអ្វីដែលជាខ្លួនគាត់ណាអូខេចាអត់មានរឿងអីត្រូវខ្មាស់គេទេមានរឿងអីទៅខ្មាស់គេប៉ុន្តែបើសិនបើយើងគិតអញ្ចេះវិញបើសិនបើយើងគិតថាពេលនោះយូអត់ទទួលយកមីហើយនឹងគ្រួសារយើងក៏អត់ទទួលយកមីដែរអញ្ចឹងបើសិនបើរឿងនឹងកើតឡើងណាថាតើវាអាចនឹងប៉ះពាល់ដល់ខ្លួនមីប៉ុណ្ណាហើយនឹងប៉ះពាល់ដល់គេហៅថាតំណែងគ្រួសារយើងទាំងមូលបែបម៉េចយូដែរគិតធ្លាប់គិតដែរបើនិយាយតាមត្រង់ទៅគឺមីខ្វល់ពីយូច្រើនជាងគេអារម្មណ៍យូមីប្រកាសហ្មងថាយូប្រកាសជាឈឺចាប់ខ្លាំងហ្នឹងហើយក៏អាចនឹងរស់នៅទាំងភាពងងឹតណាដែលគ្រួសារឬក៏សូម្បីតែប្អូនខ្លួនឯងនេះនៅមួយគ្នានិយាយមួយគ្នាអីមួយគ្នាភាសាមួយគ្នាសិក្សាមួយគ្នាមកតាំងពីអើយប៉ុន្តែអត់ទទួលយកយូឬក៏អីចឹងណាចឹងយូប្រកាសគាត់ជាឈឺចាប់ហើយក៏អាចថានឹងរស់នៅទាំងពិបាកក្នុងខ្លួនក្នុងចិត្តបើកន្លែងហ្នឹងដែរបើសិនបើយើងមើលទៅអតីតកាលវិញណាខ្ញុំមានអារម្មណ៍ថាខ្លួនយើងសំណាងសម្រាប់មីសំណាងដែលមីមានប្អូនយល់ពីមីអត់ចាំបាច់ថាម៉េចទៀមទាឬក៏សុំឲ្យយល់វាហាយូមានការយល់យកហ្នឹងតាំងពីដើមមកហ្មងហើយយល់ហើយពេលខ្លះសូម្បីគ្រាន់តែមើលមុខគ្នាហ្នឹងក៏ដឹងថានិយាយពីអីដែរអាហ្នឹងមួយទៀតហ្នឹងគឺការយកចិត្តខ្លួនឯងដាក់ទៅចិត្តអ្នកដទៃអញ្ចឹងនៅពេលដែលមី come out ឬក៏មីធ្វើជាខ្លួនឯងមីអត់មានអារម្មណ៍ថាប៉ះពាល់អារម្មណ៍ឬក៏ត្រូវត្បិតត្បៀតខ្លួនឯងត្រូវសំដែងថាខ្លួនឯងអត់អាចធ្វើជាខ្លួនឯងបានឬក៏មិនអញ្ចឹងណាហើយអាហ្នឹងមួយតែបើសិនបើយើងងាកទៅមើលពីមុនវិញបើសិនបើយូអត់នៅនឹងសម្រាប់មេលវាបើសិនបើយូអត់យល់ហើយមកគេហៅថាច្រានចោលនៅអ្វីដែលជាខ្លួនមីហ្នឹងណាវាថាយូបដិសេធយ៉ាងចេះយូ reject ឬក៏យូអត់គ្រប់ត្រមីមីអាចនឹងគិតថាពិភពលោកហ្នឹងគឺសូន្យហ្មងដោយសារអីមិត្តភ័ក្តិនៅជុំវិញខ្លួនក៏ពេលហ្នឹងយើងនៅបែបថានៅសាលាដែរយើងរៀន high school អីចឹងណាអញ្ចឹងរង្វង់មិត្តភ័ក្តិសំខាន់ណាស់ប៉ុន្តែនៅពេលដែលគេចាប់ផ្ដើមប្រាប់យើងឲ្យផ្លាស់ប្ដូរខ្លួនឯងគេគិតថាធ្វើបែបហ្នឹងអាចនឹងមិនល្អទេយល់ថាពួកគាត់ care ថាពួកគាត់គិតពីយើងដូចគ្នាក៏ប៉ុន្តែគាត់ព្យាយាមប្រាប់ឲ្យយើងថាអាចកែខ្លួនបានអត់ឬក៏ពេលខ្លះថាសាកធ្វើអ្វីមិនជាខ្លួនឯងមើលពេលខ្លះយើងអាចនឹងចូលចិត្តផងក៏មិនដឹងឬក៏អីអញ្ចឹងណាអញ្ចឹងទៅគឺយើងមានអារម្មណ៍ថាហេតុអី reject អញ្ចឹងហេតុអីគ្រាន់តែទទួលយកយើងពិបាកប៉ុន្តែនៅពេលដែលវិលមកនៅពេលដែលយើងនៅក្នុង context គ្រួសារយើងមានប្អូនដែលយល់ចិត្តយើងមានម៉ាក់ប៉ាដែលគាត់អត់ដែរវាថាគៀបសង្កត់ប្រាប់ថាហែងអត់អាចធ្វើជាខ្លួនឯងបានឬក៏អីគឺគាត់ឈៀលហ្មងបែបថាគាត់អត់គៀបសង្កត់យើងហើយយើងចង់ស្លៀកពាក់អីក៏អូខេបើសិនបើ
យើងមានអារម្មណ៍ថា comfortable យើងមានអារម្មណ៍ថាសុវត្ថិភាពហើយអញ្ចឹងអាហ្នឹងវាសំខាន់ព្រោះបើសិនបើយើងអត់មានការការពារឬក៏ការយល់យកពីគ្រួសារហ្នឹងណាដូចមីនិយាយមុនហ្នឹងថាពិភពលោកមីនឹងសូន្យដោយសារអីទី1មីមានបញ្ហាធ្លាក់ទឹកចិត្តនឹងស្រាប់ហើយបើសិនបើគ្រួសារគាត់អត់មានការគ្រប់គ្រងពីពួកគាត់ទៀតណាគឺធ្វើឲ្យយើងមានអារម្មណ៍ថាងងឹតហ្មងណាប៉ុន្តែនៅពេលហ្នឹងមានយូរដែលជាអ្នកមិនគេហៅថាដូចពន្លឺអាចថាជាទៀនឬក៏ពន្លឺអំពូលមួយតែមួយក៏បានដែរហើយនៅក្នុងបន្ទប់ដ៏ងងឹតហ្នឹងពិភពដ៏ងងឹតរបស់មីហ្នឹងអញ្ចឹងវាអាចធ្វើឲ្យពិភពហ្នឹងភ្លឺអញ្ចឹងបានថាការទទួលយកការទទួលស្គាល់ហើយនឹងការយល់យកអត់ឱនពីសំណាក់គ្រួសារជាមួយនឹងបងប្អូនហ្នឹងគឺវាសំខាន់ណាស់ព្រោះវាអាចផ្លាស់ប្ដូរជីវិតមនុស្សបានហើយបើសិនបើណាមួយយើងនិយាយដល់ចំណុចហ្នឹងដែរយូរចាំនៅពេលដែលមី broke down នៅពេលដែលមីព្រោះអីនៅអតីតកាលមីក៏ធ្លាប់មានការឈឺចាប់ដ៏ខ្លាំងមួយដែលយើងសឹងថាធ្វើបាបខ្លួនឯងដល់ថ្នាក់បញ្ចប់ជីវិតខ្លួនឯងណាអញ្ចឹងយូរអាចប្រាប់តិចបានទេពេលហ្នឹងមិនមានអីកើតឡើងហើយមានអារម្មណ៍បែបម៉េចសម្រាប់យូជាប្អូនណាមីចាំរៀងសពិចសពិលដែរណាយូរដែរហើយយូរខ្លាំងដែរពេលហ្នឹងដោយសារតែអាចថាទោះបីជាមីដឹងឮពីយូបានច្រើនក៏ដោយតែអាចថាមីរៀងទៅម្នាក់ឯងនៅក្នុងគ្រួសារអញ្ចឹងហើយពេលហ្នឹងយូក៏អត់ទាន់ came out ទៅម៉ាក់ប៉ាអីដែរហើយសង្គមមិត្តភ័ក្តិអីខាងក្រៅហ្នឹងក៏មិនទាន់ថាជាបើកចំហអីទៅលើរឿងlove ឬក៏ទៅលើអ្នកស្រឡាញ់ភេទដូចគ្នាឬក៏អីហ្នឹងដែរអញ្ចឹងអាចថាវាជា pressure ទៅលើយូពេលហ្នឹងមីចាំបានថាពេលយប់ទៀតពេលយប់ទៀតយូអត់បាន reach out មកមីទេយូអត់បានមកនិយាយមួយមីអត់បានមកនេះអីមួយមីទេពេលយប់ហ្នឹងមីដឹងពីមិត្តភក្តិយូម្នាក់មកដែរអាចថាពេលហ្នឹងមានម្នាក់នឹងឯងដែលយូ close ជាមួយយូចិត្តស្និទ្ធមួយអញ្ចឹងទៅយូអាចនិយាយមួយគាត់ប្រាប់ពីអារម្មណ៍យូនៅពេលហ្នឹងហើយគាត់ក៏ប្រាប់មកមីថាបងអូនឯងកំពុងតែអត់សូវស្រួលទេកំពុងតែគិតនេះគិតនោះហើយអូនឯងចាំជួយមើលគាត់ផងអញ្ចឹងតាមចាំទៅជួបមួយគាត់និយាយមួយគាត់ផងគាត់ផងហើយមីគ្រាន់លឺប៉ុណ្ណឹងហើយមីពេលហ្នឹងភ័យដែរអីក៏អត់នឹកស្មានថាយូគិតរឿងហ្នឹងអញ្ចឹងណាហើយក៏អត់ទាន់ដឹងដែរថាមានរឿងអីបានដល់ថ្នាក់ថាគិតដល់រឿងហ្នឹងអញ្ចឹងទៅមីក៏ទៅជួបយូនិយាយគ្នាធាត់យូអីហើយប្រាប់ម៉ាក់ប៉ាអីតាមហ្នឹងអញ្ចឹងទៅឲ្យគាត់មកពីគ្រូគ្នាមកខាត់យូនិយាយរឿងហ្នឹងមួយយូសួរថាមានរឿងអីកើតអីអញ្ចឹងទៅតែបើអារម្មណ៍ពេលហ្នឹងហ្មងណាក៏មានកូនចិត្តមួយថាក៏សួរខ្លួនឯងដែរថាបងគាត់អញ្ចឹងហេតុអីបានខ្លួនឯងអត់ដឹងមកពីមូលហេតុអីកន្លែងហ្នឹងដែរមីសុំកាត់និយាយណាកន្លែងហ្នឹងដែរអញ្ចឹងដោយសារតែពេលហ្នឹងដូចដែលនិយាយចឹងថាយើងអត់ដែរ come out ទេមីអត់ដែរ come out ទៅយូប្រាប់យូថងទេព្រោះពេលខ្លះមនុស្សមី open មែនប៉ុន្តែអារឿងខ្លះយើងមានអារម្មណ៍ថាយើងហត់កិច្ចនៅក្នុងការនិយាយមីដឹងថាយូដឹងប៉ុន្តែមីអត់ប្រាប់ថងហ្មងឯថា hey I'm gay របៀបថាប្រាប់បងអូនខ្លួនឯងហើយខ្លួនឯងអ្នកស្រឡាញ់ភេទដូចគ្នាឬក៏ប្រាប់ម៉ាក់ប៉ាអញ្ចឹងចាំមិនថាចាំរបៀបយើងគិតណារហូតដល់ពេលមួយដែលយើងត្រូវទៅប្រាប់មកប៉ុន្តែពេលនោះមីអត់បានប្រាប់យូទេហើយមីក៏អត់ដែរធ្លាប់បានប្រាប់ម៉ាក់ប៉ាដែរប៉ុន្តែថ្ងៃនោះវា heartbroken វាយើងបែកបាក់ស្នេហាហើយនឹងមានរឿងជាច្រើនដែលវាហៅថាម៉េចវាងងឹតណាវារឿងច្រើនសតបពេលនោះតែក៏អត់ចង់និយាយទៅវិញដែរព្រោះយើងហៀលហើយយើងបានជាសះស្បើយពីរបួសមួយហ្នឹងហើយប៉ុន្តែមានមិត្តភ័ក្តិហ្នឹងម្នាក់ហ្នឹងហើយមួយទៀតកន្លែងហ្នឹងសំខាន់ដូចគ្នាដែរមិត្តភ័ក្តិ ally អ្នកដែលគ្រប់គ្រងគឺសំខាន់ណាស់ព្រោះ
វាអាចផ្លាស់ប្ដូរជីវិតមនុស្សម្នាក់បានសូម្បីតែអ្នកគ្រប់គ្រងតែម្នាក់ក៏ដោយ2នាក់3នាក់ដែលជាអ្នកជិតស្និទ្ធណាមិត្តភក្តិគ្រួសារបងប្អូនអីទាំងអស់ហ្នឹងព្រោះពេលហ្នឹងមីអត់បានខំអត់ទៅគាត់ទេមីអត់បានប្រាប់គាត់ថាមីជាអ្នកស្លាញ់ភេទដូចគ្នាតែគាត់ដឹងហើយគាត់គាត់ប្រាប់យើងហ្មងថាគាត់ support គាត់ show អ្វីមកគាត់អត់ដែរនិយាយពាក្យណាដែល offensive គាត់អត់ដែរនិយាយពាក្យណាដែលមាក់ងាយឬក៏រិះគន់អ្នកស្លាញ់ភេទដូចគ្នាឯងគឺគាត់មានតែលើកទឹកចិត្តយើងគាត់លើកទឹកចិត្តហើយគាត់នាំឲ្យយើងស្គាល់អ្វីទៅដែលជាខ្លួនយើងទៀតអញ្ចឹងកន្លែងហ្នឹងសំខាន់ណាស់បានមីនៅពេលដែលមានរឿងឬក៏អីអញ្ចឹងមីនិយាយជាមួយគាត់ដោយសារតែអាហ្នឹងវាជាគេហៅថាមកជាកន្លែងសុវត្ថិភាពសម្រាប់មីនៅក្នុងការនិយាយប៉ុន្តែបន្ទាប់មកនៅពេលដែលមីឃើញគ្រួសាររបស់ខ្លួនឯងនៅពេលដែលមីឃើញប្អូនខ្លួនឯងចាប់ដើមដឹងពីរឿងហ្នឹងហើយគាត់ reaction របស់គាត់ដល់ការឆ្លើយតបរបស់គាត់គឺមានអារម្មណ៍ថាគាត់គ្រប់ត្រគាត់អត់ច្រានយើងចោលអញ្ចឹងតាំងពីនោះមកគឺយើងចាប់ដើមមីមានរឿងអីចឹងមីចាប់ដើមរៀង open និយាយជាមួយយូនឹងធ្វើជាខ្លួនឯងដល់អត់ចាំបាច់មានអារម្មណ៍ថាត្រូវលាក់ឬក៏អីទេអាពេលហ្នឹងគឺវាបែបហ្នឹងឯងអាហ្នឹងជ្រុងមួយទៀតពី my point of view POV របៀបអញ្ចឹងប៉ុន្តែមានអីទៀតទេដែលយូចង់ add បន្ថែមកន្លែងហ្នឹងណាដូចឧទាហរណ៍ថាឥឡូវនិយាយថាហេតុអីបានជាវាមានភាពងាយស្រួលហេតុអីបានជាវាស្រួលសម្រាប់យូនៅក្នុងការទទួលយកមីទាំងដែលមីជឿថានៅក្នុងដំណើរការធ្វើជាខ្លួនឯងហ្នឹងនៅពេលដែលបងប្អូនក្នុងសហគមន៍យើងគាត់ប្រាប់ទៅគ្រួសារគាត់ឬក៏មិត្តភក្តិគាត់អាចនឹងភាគច្រើនគឺគេ reject មុនហើយមុននឹងគេចាប់ផ្ដើមទទួលយកប៉ុន្តែសម្រាប់យូអត់មាន reject ហ្មងអត់មានច្រានចោលហ្មងអត់មានបដិសេធហ្មងអញ្ចឹងហេតុអីបានជាពេលហ្នឹងស្រួលសម្រាប់យូក្នុងការទទួលយកមីបើភាពងាយស្រួលហ្មងណាដោយសារតែខ្ញុំដោយសារតែមីជាមនុស្សបើកចំហតាំងពីទួចមកហ្នឹងគឺមានគំនិតដឹងខ្លួនឯងហ្មងថាក្តីស្រឡាញ់អត់មានកំណត់រឿងភេទរឿងអីទេហើយខ្ញុំមីគិតថាមនុស្សរៀងខ្លួនមានសិទ្ធិរៀងខ្លួនក្នុងការជ្រើសរើសផ្លូវជីវិតខ្លួនឯងមិនថាស្រឡាញ់ភេទដូចគ្នាមិនថាចង់ធ្វើអីទេដែលខ្លួនចង់ធ្វើយើងមានសិទ្ធិរៀងខ្លួនហើយសម្រាប់អ្នកដទៃហ្នឹងគឺឧទាហរណ៍ដូចមីជាប្អូនម៉ាក់ប៉ាអីចឹងគឺមានសិទ្ធិក្នុងការគ្រប់គ្រងហើយមួយទៀតចាប់តាំងពីរឿងដែលកើតឡើងហ្នឹងក្រោយមកទៀតហ្នឹងមីហិតតែ show ទៀតវាហិតតែធ្វើឲ្យមីងាយស្រួលក្នុងការ show ទៅកាន់យូថាមីកំពុងតែ support យូមីអត់មានថារើសអើងយូអត់មានអីហិតតែខ្លាំងជាងនឹងទៀតចឹងទៅហើយវាងាយស្រួលដោយសារតែមីអត់ដែលមានគំនិតរើសអើងទៅលើអ្នកដែលស្រឡាញ់ភេទដូចគ្នាឬក៏អីទេមីគោរព a fan of BL too fan កັບមុខBL fan ដែរតែអាចថាវាជា reason មួយដែរដែលងាយស្រួលណាមួយមីក៏ expose ទៅកាន់ថាភាពចម្រុះភាពចម្រុះក៏ច្រើនមកដែរអាចថាក្រោយយូឯងមីដឹងយូមុន and បន្ទាប់មកទៀតបាន expose ទៅកាន់ភាពចម្រុះនៃក្តីស្រឡាញ់បន្តទៀតចឹងទៅហើយណាមួយយើងធ្វើការស្រាវជ្រាវផងអ៊ីនធឺណិតផងនៅក្នុងការជួយយើងយល់ចឹងណាឥឡូវយើងនិយាយថាបងប្អូននិងមិត្តភក្តិចុះសម្រាប់ប៉ាម៉ាក់វិញព្រោះមីធ្លាប់បាន come out ណាប្រាប់ពួកគាត់និយាយទៅពេលហ្នឹងញ៉ាំបាយនិយាយជុំគ្នាប្រាប់គាត់ហ្មងថាមីជាអ្នកស្លាញ់ភេទដូចគ្នាអញ្ចឹងណាយូនៅចាំ reaction ឬក៏វាហាប់ប្រតិកម្មរបស់គាត់បែបម៉េចពេលហ្នឹងម៉េចនិយាយទៅពេលហ្នឹងមីរៀងភ័យដែរឡើងភ័យសឹងថាជំនួសយូទៀតភ័យឡើងញ័រតែចម្លោះឲ្យម៉ាក់ប៉ាដឹងមិនទេហើយមើលទឹកមុខគាត់តែពេលហ្នឹងរៀង shock ដែររៀង shock ដោយសារ reaction គាត់ឡើងធម្មតាគាត់ឡើងញ៉ាំឲ្យធម្មតាដឹងហើយឡើងដឹងហើយ
hay là việc tha hay tầm phèo việc chơi hay vui mình phèo việc chơi có lặng đằng hay bập pa với cái sự tờ ví dụ sọc xui có vậy tăng bị tu gì đó tăng bị ngày nga mà có tăng bị ngày ca con vậy thay vậy còn là dục ngay chiết ca nữa á con vô sọp mỏng thà kêu mà phèo có thà con mình sấy ấy đang con cọt oh phỏ my ấy god đây lần trần dạ vậy đó cứ reaction ជាមួយនឹងមកការអបតកម្មរបស់គាត់ហ្នឹងគឺគាត់ទទួលយកហើយមកដល់ឥឡូវគឺអាចថា 100% ហើយនៅក្នុងគ្រួសារអត់មានអ្នកណាដែលថាបដិសេធឬក៏អីអាហ្នឹងគឺសំខាន់មែនព្រោះមីអាចធ្វើអ្វីដែលជាខ្លួនឯងជាមួយនឹងវាថាមិនអាចធ្វើអីបានជោគជ័យក៏ដោយសារតែយើងមានអ្នក support អ្នកគ្រប់គ្រងនៅពីក្រោយយើងដូចគ្នាដែរហើយ ទៅ reaction ប៉ាម៉ាក់ដូចតែមីអញ្ចឹងគាត់លឺថាអាចនឹងដឹងមកខ្លះហើយដូចមីអញ្ចឹងដូចម៉ាក់គាត់និយាយមកអញ្ចឹងណារឿងស្លៀកពាក់រឿងអីចឹងអីហ្នឹងគឺឲ្យតម្រុយគាត់តាំងពីទូចមករហូតតែអញ្ចឹងគាត់ឡើង reaction ធម្មតាហ្នឹងទៅថាគាត់ដឹងហើយដូចគាត់ចាំទៅពេលណាដែល you brave enough មក came out ទៅគាត់អញ្ចឹងណាចាំតែភាពក្លាហានរបស់មីពេលណាមីក្លាហានមីប្រាប់គាត់អញ្ចឹងអញ្ចឹងឥឡូវអាចថាយើងក៏ចិត្តចប់ដែរក្នុង podcast ហ្នឹងចង់សួរទៅសាអាចមានជាសារអីដែលផ្ញើទៅកាន់ក្រុមគ្រួសារឬក៏បងប្អូនដែលមានសមាជិកគ្រួសារជាអ្នកស្រឡាញ់ភេទដូចគ្នាហើយពួកគាត់អត់ទាន់បើកចំហនឹងទទួលយកកូនឬក៏បងប្អូនពួកគាត់ទេបើសារសំខាន់ហ្មងដែលខ្ញុំចង់ប្រាប់ទៅកាន់បងមិនថាម៉ាក់ប៉ាបងប្អូនឬក៏មិត្តភ័ក្តិអីទេគឺសូមឲ្យរៀនបើកចិត្តទទួលយកពួកអីគាត់ជាកូនជាបងជាប្អូនជាមិត្តភ័ក្តិរបស់យើងបើសិនជាយើងមិនគ្រប់គ្រងគាត់តែអ្នកណាគេគ្រប់គ្រងគាត់ពួកអីយើងដឹងស្រាប់ហើយក្នុងសង្គមឥឡូវក៏ឥឡូវហ្នឹងក៏មានអ្នកដែលគេមិនគ្រប់គ្រងដែរគេអ្នកសឹងថារើសអើងអីចឹងទៅអញ្ចឹងក្នុងនាមយើងនេះជាម៉ាក់ជាប៉ាជាបងជាប្អូនជាមិត្តភ័ក្តិដែលជាសឹងថាគោលចំហសំខាន់ណារៀបជាស្នូលពួកអីដឹងស្រាប់អីយើងកើតងាចេញមកគឺមានគ្រួសារនឹងឯងជាគោលចំហចម្បងហ្មងបើសិនជាម៉ាក់យើងប៉ាយើងបងប្អូនយើងគាត់អត់គ្រប់គ្រងយើងមានទឹកចិត្តណាលើកតស៊ូតទៅមុខទៀតជំរុញចិត្តខ្លួនឯងឲ្យជំនះនឹងសង្គមអញ្ចឹងខ្ញុំគិតថាម៉ាក់ប៉ាបងប្អូនគឺសំខាន់ខ្លាំងមែនតើជារបៀបថាការជំរុញទឹកចិត្តណាឲ្យគាត់ហ៊ានធ្វើអ្វីជាខ្លួនឯងហើយហ៊ានតស៊ូនឹងពាក្យសម្ដីដែលគេថាមកឆ្វេងស្ដាំមេក្នុងសង្គមអីចឹងទៅនឹងឯងរៀនបើកចំហរៀនទទួលហើយនឹងគ្រប់គ្រងកូនបងប្អូនឬក៏មិត្តភ័ក្តិខ្លួនឯងហ្នឹងសារដែលមីចង់ប្រាប់ទៅកាន់ពួកគាត់មីថាមក agree 100% ជាមួយនឹងអ្វីដែលសារនិយាយព្រោះនិយាយទៅយកស្របហ្មងដោយសារបើនៅក្នុងគេថាមកសម្រាប់ខ្ញុំជាអ្នកស្រឡាញ់ភេទដូចគ្នាផ្ទាល់អ្វីដែលយើងចង់បានបំផុតអ្វីដែលយើងត្រូវការបំផុតពីអ្នកនៅជុំវិញខ្លួនយើងហើយជាពិសេសហ្នឹងគឺអ្នកជិតស្និទ្ធជាមួយយើងបំផុតហ្នឹងឯងមានបងប្អូនមានគ្រួសារមានមីអីចឹងទៅនៅក្នុងគ្រួសារអញ្ចឹងណាអ្វីដែលសំខាន់ហ្នឹងគឺទី1ក្តីស្រឡាញ់ដែលគាត់ផ្ដល់ឲ្យបន្ទាប់មកគឺការគ្រប់គ្រងរបស់គាត់គ្រប់គ្រងមកកាន់យើងណាហើយការយល់យកហើយជាមួយនឹងទាំងអស់ហ្នឹងគឺវាផ្ដល់ក្តីសង្ឃឹមមកយើងផ្ដល់ក្តីសង្ឃឹមឲ្យយើងប្រឹងទៅមុខទៀតប្រឹងធ្វើអ្វីដែលខ្លួនឯងអាចធ្វើបានប្រឹងធ្វើការងារខ្លួនឯងឲ្យបានកាន់តែល្អបំផុតតាមតែអាចធ្វើបានសាងគេឈ្មោះខ្លួនឯងឲ្យបានល្អ
ឲ្យមានអ្វីគ្រប់យ៉ាងដែលយើងបងប្រាថ្នាទៅរបៀបអញ្ចឹងណាវាជាអ្វីដែលជំរុញឲ្យយើងធ្វើរឿងទាំងអស់ហ្នឹងបានជោគជ័យហើយការក្តីស្រឡាញ់ការគ្រប់គ្រងការយល់និងផ្ដល់ក្តីសង្ឃឹមហ្នឹងជាអ្វីដែលល្អបំផុតដែលគ្រួសារគាត់អាចផ្ដល់ទៅកាន់បុគ្គលដែលជាអ្នកស្រឡាញ់ភេទដូចគ្នាហើយខ្ញុំជឿថាគ្មានអ្នកណាម្នាក់អត់មានអ្នកណាដែលចង់មានអារម្មណ៍ថាខ្លួនឯងឯកាអត់មានអ្នកណាដែលចង់មានអារម្មណ៍អត់ទទួលបានគេយល់ពីចិត្តយើងឬក៏អត់ទទួលបានការគ្រប់គ្រងទេអញ្ចឹងពីក្រុមគ្រួសារដែលមានក្តីស្រឡាញ់ណាគឺយើងមានអារម្មណ៍ថាដូចជាផ្ទះមួយដ៏កក់ក្ដៅជាផ្ទះមួយដែលមានសុវត្ថិភាពយើងអត់មានអារម្មណ៍ថាភ័យខ្លាចយើងអត់មានអារម្មណ៍ថាយើងត្រូវធ្វើជាអ្នកផ្សេងដែលមិនមែនខ្លួនយើងទេត្រូវអត់យើងនៅក្នុងក្រុមគ្រួសារមួយដ៏កក់ក្ដៅប៉ុន្តែបើសិនបើក្នុងក្រុមគ្រួសារនោះអត់មានការយល់យកគ្នាអត់មានការទទួលយកអត់មានការទទួលយកទទួលស្គាល់ទេយើងមានអារម្មណ៍ថាដូចបាត់អីមួយយ៉ាងមានអារម្មណ៍ថាយើងចង់ផ្ដោតក្តីស្រឡាញ់ទៅក្រុមគ្រួសារប៉ុន្តែត្រូវបានយើងទាញខ្លួនឯងមកវិញថាបើគាត់អត់ឲ្យក្តីស្រឡាញ់មកយើងផងហ្នឹងបើគាត់អត់ឲ្យក្តីស្រឡាញ់មកយើងគាត់បដិសេធយើងមានអារម្មណ៍ថានៅពេលដែលយើងចង់ផ្ដោតក្តីស្រឡាញ់ទៅគាត់ក៏យើងពិបាកក្នុងការផ្ដោតក្តីស្រឡាញ់ដែរពេលខ្លះយើងអត់ទាំងស្គាល់ថាក្តីស្រឡាញ់នឹងបែបមិនតែយើងគួរផ្ដោតបែបមិនទៀតអញ្ចឹងអាហ្នឹងវាពាក់ព័ន្ធច្រើនជាមួយនឹងនេះណាហើយយើងមានអារម្មណ៍ថាឆ្ងាយពីគ្នាទៀតយើងមានអារម្មណ៍ថាពេលខ្លះផ្ទះនៅមួយគ្នាប៉ុន្តែនៅបាត់ពីគ្នាមានអារម្មណ៍ថាកាន់តែឆ្ងាយទៅនៅចិត្តទេកាយប៉ុន្តែចិត្តជាមួយនឹងការតាក់ទងគ្នាតំណតំណងហ្នឹងគឺឆ្ងាយហ្មងអញ្ចឹងបើសិនបើយើងមានជាសារអីជូនទៅកាន់បងប្អូនដែលជាអ្នកស្រឡាញ់ភេទដូចគ្នាវិញហើយពួកគាត់អាចនឹងកំពុងតែជួបការលំបាកនៅក្នុងការ come out ឬក៏ធ្វើជាខ្លួនឯងទៅកាន់ក្រុមគ្រួសារឬក៏បងប្អូនគាត់តើសារមានmessage មានសារអីអាចជូនទៅពួកគាត់ទេសម្រាប់បងប្អូនដែលគាត់កំពុងតែគឺថាអត់ហ៊ានក្នុងការទទួលស្គាល់ខ្លួនឯងហ្នឹងឬក៏អត់ទាន់ហ៊ាន came out ហ្នឹងអត់អីទេ take your time តែគោលចំហសំខាន់គឺខ្លួនឯងត្រូវតែ stand strong កុំភ័យកុំខ្លាចក្នុងការទទួលយកខ្លួនឯងហ្នឹងនៅពេលណាដែលយើង stand strong ហើយមិនថាទៅយើង came out ទៅគ្រួសារមិត្តភ័ក្តិបងប្អូនអីទេទោះបីជាចម្លើយគេបដិសេធមកមិនខ្មិចក៏យើងត្រូវតែ stand strong ខ្លួនឯងដែរគឺយើងគោលចំហខ្លួនឯងដូចគ្នាអញ្ចឹងហើយក៏មួយទៀតអាចថាក៏ហ៊ានទទួលយកនៅចម្លើយពីអ្នកដតីមកអញ្ចឹងណាឬក៏គ្រួសារអីចឹងទៅតែទោះបីជាការបដិសេធហ្នឹងយើងទទួលបានមែនប៉ុន្តែកុំគេថាកុំរោរាកុំដកថយនឹងជីវិតហ្នឹងណាកុំបោះបង់ខ្លួនឯងចោលកុំបោះបង់ខ្លួនឯងចោលកុំគេថា broke down យើងត្រូវទៅតស៊ូឡើងវិញស៊ូទៀតហើយត្រូវ proof ខ្លួនឯងទៅកាន់ម៉ាក់ប៉ាបងប្អូនក៏សង្គមថាទោះបីជាខ្ញុំស្រឡាញ់ភេទដូចគ្នាមែនទោះបីជាខ្ញុំមិនក៏ដោយតែខ្ញុំក៏ជាមនុស្សម្នាក់ដែលដ៏ល្អដែររបៀបចឹងហ្នឹងហើយដែលមានប្រយោជន៍សម្រាប់សង្គមនឹងដែរហើយមួយទៀតកុំឲ្យមានអារម្មណ៍ថាខ្លួនឯងតែម្នាក់ឯងទោះបីជាមានអារម្មណ៍នឹងក៏ដោយតែឲ្យដឹងថានៅមានខ្ញុំនៅមានចេតាហើយបងក្រុមការងារ Love is Diversity នៅគ្រប់ត្រនៅ like behind you stand behind you support you as always យើងតែងតែនៅនឹងគ្រប់ត្រនឹងជានិច្ចដោយសារតែពួកយើងយល់ពីការធ្វើជាខ្លួនឯងនឹងតើយើងមានឧបសគ្គអីខ្លះជួបឧបសគ្គអីខ្លះហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានអារម្មណ៍ថាខ្លាចនៅក្នុងការធ្វើជាខ្លួនឯងនៅក្នុងការប្រាប់ទៅក្រុមគ្រួសារបងប្អូនណាត្រូវចាំថាមនុស្សម្នាក់មានដំណើរការស្វែងរកខ្លួនឯងនឹងផ្សេងគ្នាអ្នកខ្លះរកឃើញលឿនអ្នកខ្លះគ្រួសារគាត់ទទួលស្គាល់បានលឿនប៉ុន្តែសម្រាប់យើងគឺយើងអាចទៅតាម
ដំណើររបស់ពួកយើងទៅយើងកុំប្រញាប់អីមួយទៅអត់អីទេធ្វើម៉េចឲ្យតែយើងមានក្តីសុខផ្លូវចិត្តហើយយើងចាប់ផ្ដើមជ្រាបណាបើន័យថាប្រសាមក្រុមគ្រួសាររបស់យើងពីបន្តិចទៅបន្តិចហើយបន្ទាប់មកយើងត្រូវស្វែងរកមនុស្សណាដែលជាអ្នកដែលយើងទុកចិត្តហើយយើងអាចនិយាយរឿងរ៉ាវទាំងអស់ហ្នឹងទៅណាចឹងយើងធ្វើបែបហ្នឹងទៅហើយសុំចាំថាខ្លួនឯងមិនម្នាក់ឯងទេគឺយើងមានបងប្អូននៅក្នុងសហគមន៍ជាច្រើនអ្នកទៀតដែលជួបបទពិសោធន៍ដូចយើងដូចគ្នាហ្នឹងហើយអញ្ចឹងជាចុងក្រោយចង់ wrap up ជាចុងក្រោយគឺក្តីស្រឡាញ់នៅក្នុងគ្រួសារគឺអត់គួរបាត់បង់ទេបើទោះជាមានសមាជិកគ្រួសារជាអ្នកស្រឡាញ់ភេទដូចគ្នាក៏ដោយអត្តសញ្ញាណ gender គាត់បែបមិនក៏ដោយគាត់ស្រឡាញ់អ្នកណាក៏ដោយក្តីស្រឡាញ់ក្នុងគ្រួសារគួរតែនៅមានដដែលព្រោះអាហ្នឹងសំខាន់មែនតើមានភាពកក់ក្ដៅនិងការយល់យកការគ្រប់គ្រងក្នុងគ្រួសារហើយការគ្រប់គ្រងនឹងដែរអាចផ្លាស់ប្ដូរជីវិតមនុស្សព្រោះអាហ្នឹងបើសិនបើយើងខ្ញុំដឹងថាមានមូលហេតុជាច្រើនដែលក្រុមគ្រួសារបដិសេធក៏ប៉ុន្តែអាចផ្ដល់ឱកាសក្នុងការទទួលយកអញ្ចឹងអ្នកនរគ្នានឹងដឹងហើយថាអាក្តីស្រឡាញ់ហ្នឹងណាវាមាន magic ឬក៏វិតមុនរបស់ក្តីស្រឡាញ់ហ្នឹងបែបណាឥទ្ធិពលប៉ុណ្ណាហើយនឹងធ្វើម៉េចឲ្យមានការយល់ចិត្តមានការឲ្យផ្ដល់នឹងក្តីសង្ឃឹមព្រោះក្តីសង្ឃឹមហ្នឹងគឺសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗអញ្ចឹងពីអេពីសូតថ្ងៃហ្នឹងគឺយើងមានតែប៉ុណ្ណឹងហើយសូមអរគុណទៅបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយហ្នឹងហើយនឹងជួបបងប្អូនទាំងអស់គ្នានៅអេពីសូតក្រោយទៀតសូមអរគុណ